សួស្តីបងប្អូនថ្ងៃនេះខ្ញុំទៅនៃពីការងារក៏មានពេលវេលាធ្វើវីដេអូសម្រាប់បងប្អូនទស្សនាពីជីវិតនិងការរស់នៅប្រទេសកូរ៉េសម្រាប់ពួកយើងជាពលករខ្ញុំក៏បានធ្វើវីដេអូពីការដាំដំណាំផ្សេងដើម្បីទុកបរិភោគធ្វើជាអាហារឬក៏ធ្វើជាផ្អែមដើម្បីជួយកាត់បន្ថយការចំណាយហើយវីដេអូថ្ងៃនេះគឺខ្ញុំធ្វើពីការដាំផ្លែត្រសក់នេះគឺត្រសក់ស្រូវបងប្អូននៅខ្មែរយើងក៏មានដាំដែរប៉ុន្តែនៅកូរ៉េក៏យើងយកមកដាំបានដែរហើយនៅរដូវក្តៅក៏យើងអាចដាំហើយផ្លែវាល្អបងប្អូនផ្លែធំល្អហើយស្រួលដាំដោយសារប្រទេសកូរ៉េគឺយើងដាំដំណាំគឺឆាប់បានផលហើយស្រួលមែនទែនដីមានជីវជាតិហើយកន្លែងនេះគឺជាចំណីផ្លូវទេបងប្អូនហើយខាងក្រោយនឹងជាវាស្រែហើយយើងមើលផ្លែនេះដាំអាយុប្រហែលជាខ្ទង់1ខែបងប្អូនផ្លែធំហ្នឹងគឺទុកឲ្យវាទុំដើម្បីយកមកធ្វើផ្អែមឬក៏យើងអាចហូបបានអញ្ចឹងណាបងប្អូនយើងត្នេក៏យើងចេះដាំទៅនឹងការដាក់ដាំដើមមួយដើមអីទៅហើយនឹងចាប់ដើមផ្លែហើយនេះផ្លែហើយអាធំនឹងចិត្តទុំហើយបងប្អូនហើយខាងនេះមួយទៀតហើយចាប់ដើមមានក្តាប់ហើយចាប់ដើមក្តាប់ហើយនេះអញ្ចឹងឃើញថានៅប្រទេសកូរ៉េនឹងគឺយើងអាចដាំដំណាំដាំអីបានតាមដើមដីចិញ្ចើមផ្លូវព្រោះប្រទេសកូរ៉េអត់សូវមានដីត្នេទេគឺដីភាគច្រើនគឺយកទៅដាំជាដំណាំដាំស្រូវដាំជាបន្លែដាំអីអស់ហើយអញ្ចឹងយើងត្នេក៏យើងដាំទៅដើម្បីបានហូបខ្លួនឯងដើម្បីកាត់បន្ថយការចំណាយហើយខាងនេះក៏ដាំដែរដាំដើមតឡាយតែអត់ទាន់ផ្លែទេបងប្អូនដាំបានហើយជាខ្ទង់កន្លះខែ2សប្តាហ៍នេះដើមល្អតែអត់ទាន់ផ្លែចាំពេលផ្លែខ្ញុំនឹងធ្វើវីដេអូជូនបងប្អូនទៀតអរគុណបងប្អូនសម្រាប់ការទស្សនាសង្ឃឹមថាបងប្អូននឹងជួយ like ជួយ comment share follow និង subscribe account YouTube ហើយនឹង follow page ដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបាទធ្វើវីដេអូក្រោយៗទៀតទាក់ទងនឹងជីវិតនិងការរស់នៅប្រទេសកូរ៉េអរគុណបងប្អូនបាយបាយ